បាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីនៅក្នុងវីដេអូវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GLG Investment ដែលជួបជាមួយនឹងខ្ញុំគុណណាន់បាទនៅថ្ងៃទី21ឧសភា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូនក៏ដូចជាអាប់ដេតតាក់ទងទៅនឹងបម្រែបម្រួលតម្លៃទីផ្សារបាទយើងបន្តចាប់អារម្មណ៍មើលទៅលើតម្លៃហាងឆេងមានដដែលដែលយើងមើលឃើញថាកាលពីម្សិលមិញគឺយើងមើលឃើញថាតាក់ទងទៅនឹងតម្លៃហាងឆេងនេះគឺវាមានការប្រែប្រួលនៅក្នុងទំហំមួយធំគួរសមគឺរហូតដល់ទៅ$92នៅក្នុងមួយអោនដែលវាបានងើបឡើងតាំងពីតម្លៃ$3204រហូតដល់$3296នៅក្នុងមួយអោនបើយើងគិតជាតម្លឹងវិញគឺវាមានការប្រែប្រួលរហូតដល់ទៅ$111នៅក្នុងមួយតម្លឹងដែលវាបានងើបឡើងតាំងពីតម្លៃ$3860រហូតដល់តម្លៃ$3971នៅក្នុងមួយតម្លឹងអញ្ចឹងតើតើនឹងមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមានមានការប្រែប្រួលបែបនេះបាទដោយដែលនៅក្នុងវីដេអូមុនដែលបានលើកឡើងហើយគឺតើតើនឹងការទម្លាក់ចំណាត់ថ្នាក់របស់ស្ថាប័ន Moody ដែលជាស្ថាប័នមួយធ្វើការវិតម្លៃទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់បណ្ដាប្រទេសនានានៅក្នុងពិភពលោកអញ្ចឹងថ្មីនេះគឺ Moody បានធ្វើការទម្លាក់ទៅលើចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកតាក់ទងនឹងប្រព័ន្ធហិរញ្ញវត្ថុពីកម្រិត AAA មកនៅ AA Number 1តាក់ទងនឹងការទម្លាក់ចំណាត់ថ្នាក់ទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកនេះហើយដែលធ្វើឲ្យទីផ្សារវាមានការប្រែប្រួលគឺប្រែប្រួលត្រង់ថាតាក់ទងនឹងអ្នកវិនិយោគគឺហាក់បីជាមានការបាត់បង់ទៅលើទំនុកចិត្តដែលជាចំណុចមួយធ្វើឲ្យប្រាក់ដុល្លារវាមានការធ្លាក់ចុះហើយបានរុញច្រានឲ្យតម្លៃវាមានការហក់ឡើងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថិតនៅក្នុងការទម្លាក់ចំណាត់ថ្នាក់បែបនេះគឺបើយើងធៀបទៅគឺมันអាក្រក់ខ្លាំងណាស់នោះទេដែលកម្រិតពីល្អឥតខ្ចោះមកនៅក្នុងកម្រិតមួយល្អអញ្ចឹងយើងឃើញថាតាក់ទងនឹងបម្រែបម្រួលរបស់ទីផ្សារក៏វានៅក្នុងកម្រិតមួយទៅតាមការទម្លាក់ចំណាត់ថ្នាក់របស់គេដែរអញ្ចឹងតាក់ទងនឹងចំណុចនេះគឺបានបង្ហាញឲ្យឃើញថាតម្លៃហាងឆេងនេះគឺបានប្រែប្រួលរួចរាល់ទៅតាមអ្វីដែលជាការទម្លាក់ចំណាត់ថ្នាក់របស់ស្ថាប័ន Moody នេះតែម្ដងដូច្នេះសម្រាប់ហាងឆេងមាសនៅក្នុងពេលបច្ចុប្បន្ននេះបើសិនជាមិនមានព័ត៌មានអីធំដុំដែលកើតឡើងនៅក្នុងកំឡុងពេលនេះទេអញ្ចឹងតម្លៃហាងឆេងមាសអាចឡើងចុះនៅក្នុងចន្លោះ$200នៅក្នុងមួយអោនដែលវាអាចឡើងចុះនៅក្នុងតម្លៃ$3150ទៅ$3350នៅក្នុងមួយអោនអញ្ចឹងគឺជាឱកាសមួយដែលអតិថិជនទាំងអស់គ្នាអាចយកមកធ្វើការវិនិយោគនៅក្នុងចន្លោះមួយក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំភ្លេចធ្វើការតាមដានទៅលើតាក់ទងនឹងទីផ្សារស្តុករបស់សហរដ្ឋអាមេរិកដែលកាលពីម្សិលមិញខាងធនាគារអន្តរជាតិ BIS ក៏បានលើកឡើងដែរតាក់ទងអំពីហានិភ័យដែលអាចនឹងកើតឡើងតាក់ទងទៅនឹងវិបត្តិហិរញ្ញវត្ថុដែលអាចនឹងកើតឡើងអញ្ចឹងគឺនៅពេលដែលវាកើតឡើងពិតមែននោះអញ្ចឹងតាក់ទងនឹងទីផ្សារស្តុកគឺជាទីផ្សារមួយនាំមុខដែលបងប្អូនអរគ្នាត្រូវតែតាមដានជាចាំបាច់មានន័យថាបើទីផ្សារស្តុកមានការធ្លាក់ចុះខ្លាំងនោះអញ្ចឹងតម្លៃហាងឆេងក៏អាចនឹងមានការធ្លាក់ចុះទៅតាមដែរក៏ព្រោះតែអារម្មណ៍ investor ក៏ដូចជាអ្នកវិនិយោគទាំងអស់គឺគេធ្វើការលក់ចេញនៅអ្វីដែលមាននៅក្នុងដៃដែលជាមូលហេតុមួយធ្វើឲ្យតម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយនេះគ្រាន់តែជាការព្យាករណ៍ក៏ដូចជាអ្វីដែលលើកឡើងរបស់ធនាគារអន្តរជាតិ BIS តែប៉ុណ្ណោះឥឡូវយើងងាកមកចាប់អារម្មណ៍មើលទៅលើទីផ្សារផ្សេងវិញម្ដងតាក់ទងនឹងទីផ្សាររូបិយប័ណ្ណរបស់អូស្ត្រាលីអញ្ចឹងយើងឃើញថាលុយអូស្ត្រាលីកាលពីម្សិលមិញគឺវាមានការប្រែប្រួលនៅក្នុងកម្រិតមួយក្រោមឥទ្ធិពលនៅក្នុងការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់អូស្ត្រាលីដែលទំហំនៅក្នុងការកាត់អត្រាការប្រាក់គឺកាត់នៅក្នុងទំហំ 0.25% បាទហើយតាក់ទងនឹងអ្វីដែលគេបានលើកឡើងបន្ថែមទៀតនោះគឺគេកំពុងតែពិចារណានៅក្នុងការកាត់អត្រាការប្រាក់បន្ថែមដែលអាចនឹងកាត់រហូតដល់ទៅ 0.5% អានោះបាទអញ្ចឹងចំណុចនេះអាចនឹងធ្វើឲ្យតម្លៃលុយរបស់អូស្ត្រាលីអាចនឹងមានការធ្លាក់ចុះបើធៀបជាមួយនឹងប្រាក់ដុល្លារក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសារតែអូស្ត្រាលីធៀបជាមួយនឹងប្រាក់ដុល្លារក៏វាផ្អែកមួយផ្នែកទៅលើតម្លៃប្រាក់ដុល្លារខ្លួនឯងផ្ទាល់តែម្ដងមានន័យថាបើសិនជាប្រាក់ដុល្លារមានការចុះខ្សោយអញ្ចឹងតម្លៃលុយអូស្ត្រាលីក៏មិនសូវជាមានការចុះខ្សោយខ្លាំងនោះដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាប្រាក់ដុល្លារវាមានការកើនឡើងនោះអញ្ចឹងឃើញថាលុយអូស្ត្រាលីនឹងមានការធ្លាក់ចុះតែម្ដងដោយសារតែតកតទៅនឹងការកាត់អត្រាការប្រាក់នេះឯងចំណែកឯតម្លៃប្រេងក៏អាចមានឱកាសនៅក្នុងការហក់ឡើងផងដែរដោយសារតែតកតទៅនឹងនៅក្នុងកំឡុងពេលបច្ចុប្បន្នគឺមានព័ត៌មានមួយដែលបានលើកឡើងថាតកតទៅនឹងប្រទេសអ៊ីស្រាអែលគឺកំពុងតែមានផែនការនៅក្នុងការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងតកតទៅនឹងគម្រោងមួយនេះបើសិនជាវាបានកើតឡើងមែននោះអញ្ចឹងពិតណាស់ដែលតម្លៃប្រេងអាចនឹងមានការហក់ឡើងគឺដោយសារតែប្រទេសអ៊ីរ៉ង់គឺជាប្រទេសមួយដែលធ្វើការផ្គត់ផ្គង់ក៏ដូចជាធ្វើការផលិតប្រេងនៅក្នុងការផ្គត់ផ្គង់ទៅកាន់ពិភពលោកអញ្ចឹងបើសិនមានការវិវហារណាមួយពីអ៊ីស្រាអែលមែននោះអញ្ចឹងតកតទៅនឹងដំណើរការនៅក្នុងការផលិតប្រេងរបស់អ៊ីរ៉ង់នឹងមានការអាក់ខានឬក៏បង្កការរំខានដែលអាចធ្វើឲ្យមានការអាក់ខាននៅក្នុងការផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោកបាទសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងបាទអរគុណបងប្អូនអតិថិជនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគទៅលើទីផ្សារមួយនេះសូមកុំភ្លេចធ្វើការតាមដាននៅវីដេអូក្រោយៗទៀតបាទជាចុងក្រោយខ្ញុំបាទគុណណាន់សូមអរគុណសូមជម្រាបលា